Bạn đàในការឈឺចាប់ទាំងឡាយរបស់មនុស្សគ្មានអ្វីឈឺជាងជំងឺផ្លូវចិត្តទេកាលបើសេចក្តីឈឺចាប់ត្រូវបានគ្របសង្កត់ហើយអារម្មណ៍មួយនេះក៏តែងតែវិលវល់ដោយផ្សែងហប់បិទចិត្តដូចនេះលោកអ្នកកុំឲ្យឈឺចាប់ខ្លាំងពេកកុំស្ដាប់រឿងណានាំឲ្យកើតទុក្ខស្ដាប់ធម៌អប់រំចិត្តឲ្យបានច្រើនហើយធ្វើចិត្តឲ្យរឹងមាំឡើងកុំយកចិត្តទុកដាក់ក្នុងការឈឺចាប់នោះកុំស្ដាយក្រោយត្រូវរៀនបំភ្លេចទៅបើខុសហើយត្រូវតែកែប្រែបើពេលហួសហើយក៏មិនអាចធ្វើរឿងនោះឲ្យត្រឡប់ថយក្រោយវិញបានដែរយើងត្រូវដឹងថាក្នុងលោកនេះគ្មានអ្វីទៀងទាត់ទេហើយយើងត្រូវតែទទួលយកសេចក្តីពិតថាអ្វីជារបស់មិនទៀងជាទុក្ខជាអនត្តាមិនមែនជារបស់ខ្លួនឡើយប្រសិនបើជារបស់យើងពិតប្រាកដមែនយើងក៏មិនអាចប្រែរឿងនោះឲ្យคล้ายទៅជារបស់អ្នកដទៃបានដែរអ្វីដែលកន្លងហួសទៅហើយក្នុងរឿងអតីតកាលសូមឲ្យកន្លងហួសទៅចោះលោកអ្នកកុំយកមកគិតអីកាលចិត្តនេះចេះតែនឹកនាក្នុងរឿងនោះស្រមោលក្នុងអតីតនោះចេះតែតាមលងបង្លាញជីវិតរបស់អ្នកគ្រប់ពេលយើងមិនអាចកែប្រែវាសនាក្នុងរឿងនោះឲ្យត្រឡប់ដូចដើមឡើយកុំធ្វើជាទាស័កក្នុងរឿងអតីតកាលឲ្យសោះលុះត្រាតែលោកអ្នកយកបទពិសោធន៍ក្នុងរឿងនោះកែប្រែជាមូលដ្ឋាននៃគ្រឹះក្នុងការសម្រេចចិត្តឲ្យបានខ្ពស់ទើបរឿងនោះមិនលងបន្លាចក្នុងជីវិតរបស់យើងកុំគិតច្រើនពេកក្នុងលោកនេះអ្វីគ្រប់យ៉ាងជីវិតនេះមិនមែនចេះតែមានសេចក្តីសុខជាដរាបនោះទេមានសុខមានទុក្ខមានយប់មានថ្ងៃអ្វីដែលមនុស្សប្រាថ្នាគិតឲ្យល្អវាមិនល្អដោយទេវតាគិតទេដូច្នេះរឿងដែលមិនល្អទាំងឡាយបានកើតឡើងដល់លោកអ្នកសូមលោកអ្នកកុំយកចិត្តទុកដាក់គិតរឿងអវិជ្ជមានច្រើនពេកព្រោះវាមិនមានផលល្អឲ្យកើតជាសេចក្តីសុខដល់ខ្លួនទេអ្នកណាស្រឡាញ់អ្នកណាស្អប់ក៏ស្រេចទៅគេទៅចោះយើងក៏មិនអាចអូសទាញក្រសែភ្នែកក្នុងចិត្តរបស់អ្នកដទៃឲ្យស្រឡាញ់យើងគ្រប់ដបនោះឡើយចំពោះការខកបំណងណាមួយដែលយើងបានគិតច្រើននោះវាមិនមានផលល្អទេមានតែសេចក្តីទុក្ខនេះរមែងកើតឡើងចំពោះខ្លួនយើងជានិច្ចចាំទុកណាខួរក្បាលរបស់លោកអ្នកមិនត្រូវផ្ទុកដាក់រឿងឥតប្រយោជន៍នោះទេសូមយកចិត្តទុកដាក់ក្នុងរឿងល្អហើយចំណាយពេលមនុស្សដែលល្អសម្រាប់យើងវិញប្រសើរជាងក្នុងលោកនេះការងារដែលយើងត្រូវធ្វើរែងអីនឹងមានឧបសគ្គដូចជាផ្លូវដែលយើងត្រូវដើរបើមិនប្រុងប្រយ័ត្នពីនោះមុខជានឹងគ្រោះថ្នាក់ជាក់ជាមិនខានយ៉ាងណាមិញក្នុងការងារទាំងឡាយដែលសម្រេចជោគជ័យទៅបានវាអាស្រ័យទៅលើការព្យាយាមប្រកបដោយសតិនិងសព្វញ្ញៈរលឹកដឹងខ្លួនចំពោះការងារនោះចំពោះការងារបើលោកអ្នកធ្វើទៅហើយបរាជ័យម្ដងត្រូវធ្វើឲ្យឆ្លាតជាងមុនម្ដងទៀតលោកអ្នកត្រូវគិតថាអ្នកដែលខ្លាចបរាជ័យគឺអ្នកដែលខ្លាចជោគជ័យដូចគ្នាសូមកុំបោះបង់ក្តីសង្ឃឹមរបស់អ្នកក្នុងការងារដែលជោគជ័យត្រូវរៀនធ្វើរៀនទទួលយករៀនទទួលស្គាល់ការពិតឈ្មោះថាយើងជាមនុស្សមានទំនួលខ្ពស់ចំពោះការងារនៅក្នុងជីវិតក្នុងលោកនេះគ្មានពីណាម្នាក់ដែលកើតមកចេះឯងគ្រប់សពនោះទេរមែងគង់មានអ្នកដទៃដែលគេជួយជ្រោមជ្រែងជួយមើលជួយថែទំនុកបំរុងនិងជួយបង្ហាត់បង្រៀនជាក់ជាពុំខានដូចជាអ្នកវង្វេងទិសបើអ្នកដទៃជួយចង្អុលប្រាប់ក៏បាត់នៃការវង្វេងយ៉ាងណាមិញក្នុងន័យនេះមនុស្សដែលត្រូវគេជួយកុំធ្វើជាមនុស្សរមិលគុណគេមិនគួរដល់នៃការវង្វេងសតិឡើយបើវង្វេងផ្លូវវាមិនអីទេចំពោះការវង្វេងសតិវិញនោះគឺចប់ហើយព្រោះថាជាតិជាមនុស្សដែលវង្វេងសតិក៏រមែងធ្វើឲ្យមនុស្សនោះមានធម៌អស្មេមានៈរឹងត្អឹងពេញខ្លួនជាមនុស្សមិនស្គាល់គុណទោសដែលគេខំជួយយើងក្នុងគ្រាលំបាកមក
ចាំទុកណាអ្នកភ្លេចអ្វីភ្លេចបានតែហាមភ្លេចមនុស្សដែលជួយយើងនៅពេលដែលយើងក្រោកលែងរួច